សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រាត្រីស្ងាត់នៅរាត្រីទី11ហើយថ្ងៃនេះផងដែរខ្ញុំមានសាច់រឿងមួយទៀតហើយយកមកនិយាយជូនអ្នកទាំងអស់គ្នាវាជារឿងដែលធ្វើឲ្យខ្ញុំបានស្ដាប់ចប់ហើយខ្ញុំបានអង្គុយគិតអស់រយៈពេលយ៉ាងយូរប្រសិនបើរឿងបែបនេះកើតឡើងចំពោះរូបខ្ញុំផ្ទាល់ខ្ញុំក៏មិនដឹងថាត្រូវដោះស្រាយវាយ៉ាងណាដែរតោះអញ្ចឹងយើងមកសាកល្បងស្ដាប់សាច់រឿងទាំងអស់គ្នារឿងដែលខ្ញុំនឹងនាំមកនិយាយនៅថ្ងៃនេះគឺជារឿងរបស់បុរសម្នាក់ដែលគាត់ធ្វើការជាបុគ្គលិកសន្តិសុខគាត់ត្រូវបានបញ្ជូនឲ្យទៅយាមនៅកន្លែងមួយក្នុងខេត្តមួយអស់រយៈពេលជិត1ខែរៀងរាល់យប់តែងតែមានបុរសម្នាក់មកអង្គុយជជែកលេងជាមួយគាត់នៅប៉ុស្តិ៍យាមហើយរៀងរាល់យប់បុរសម្នាក់នោះនឹងបាត់ខ្លួនទៅវិញនៅពេលពាក់កណ្ដាលអាធ្រាត្ររាល់ពេលតែម្ដងដោយគ្មានអ្នកណាធ្លាប់ឃើញថាគាត់ដើរចេញតាមផ្លូវមួយណាឡើយតើរឿងរ៉ាវនឹងទៅជាយ៉ាងណាសូមអញ្ជើញតាមដានស្ដាប់ទាំងអស់គ្នាហើយមុននឹងទៅដល់សាច់រឿងរបស់យើងខ្ញុំសូមរំខានអ្នកទាំងអស់គ្នាជួយចុច like subscribe និង comment ម្នាក់មួយផងតោះអញ្ចឹងយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នារឿងនេះជារឿងរបស់លោកពូឡូតគាត់ទើបតែបានចូលមកធ្វើការជាបុគ្គលិកសន្តិសុខជាមួយក្រុមហ៊ុនមួយបានមិនយូរប៉ុន្មានទេហើយបន្ទាប់មកក្រុមហ៊ុនក៏មានបញ្ជាបន្ទាន់ឲ្យលោកពូឡូតធ្វើដំណើរទៅយាមនៅទីតាំងមួយកន្លែងដែលស្ថិតនៅក្នុងខេត្តមួយវាជាអគារចាស់មួយដែលស្ថិតនៅជាប់នឹងដងផ្លូវធំអគារនោះកាលពីមុនធ្លាប់ជាអគារការិយាល័យចាស់ដែលធ្លាប់បើកដំណើរការកាលពីច្រើនឆ្នាំមុនវាជាការិយាល័យខ្នាតធំមានកម្ពស់ប្រហែល5ជាន់ប៉ុន្តែដោយសារមានបញ្ហាអ្វីមួយនៅពេលនោះទើបធ្វើឲ្យអគារមួយនោះត្រូវបានបិទទ្វារនិងត្រូវបានទុកចោលឲ្យនៅទំនេរក្នុងសភាពបែបនេះអស់រយៈពេលជាច្រើនឆ្នាំរចនាសម្ព័ន្ធខាងក្រៅចាប់ផ្ដើមទ្រុឌទ្រោមទៅតាមពេលវេលាជញ្ជាំងនៃអគារមានស្នាមទឹកភ្លៀងស្លាមស្លែតោងជាប់ជាជួរមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ហើយនៅជុំវិញអគារម្ចាស់អគារក៏បានយកស័ង្កសីចាស់ៗមកបិទជុំវិញដើម្បីការពារកុំឲ្យមនុស្សខាងក្រៅឬពួកចោរលួចចូលទៅខាងក្នុងបាននៅច្រកចូលខាងមុខមានទ្វារស័ង្កសីធំមួយដែលបើកទុកឲ្យឡានចេញចូលដែលជាធម្មតាវាត្រូវបានចាក់សោដោយច្រវាក់ដៃក្រាស់ចំណុចដែលលោកពូឡូត្រូវអង្គុយធ្វើការគឺប៉ុស្តិ៍យាមតូចមួយដែលស្ថិតនៅខាងក្នុងសភាពប៉ុស្តិ៍យាមគ្រាន់តែជាទូការ៉េតូចង្អៀតមានកញ្ចក់មើលជុំវិញបានខាងក្នុងមានតុឈើចាស់មួយកៅអីឈើមួយនិងកង្ហារចាស់មួយដែលមានសំឡេងលាន់ឮរហូតចំណែកប្រព័ន្ធភ្លើងបំភ្លឺក្នុងតំបន់នោះត្រូវបានប្រាប់ថាដោយសារវាជាអគារចាស់ដែលត្រូវបានទុកចោលដូច្នេះគ្មានអគ្គិសនីប្រើប្រាស់ក្នុងអគារឡើយពន្លឺតែមួយគត់ដែលមាននៅពេលយប់គឺពន្លឺបង្គោលភ្លើងតាមដងផ្លូវដែលចាំងចូលមកតាមចន្លោះស័ង្កសីបន្តិចបន្តួចប៉ុណ្ណោះជាមួយនឹងអំពូលភ្លើងតូចមួយនៅក្នុងប៉ុស្តិ៍យាមដើម្បីឲ្យសន្តិសុខពន្លឺសម្រាប់កត់ត្រារបាយការណ៍ចំណែកបរិយាកាសជុំវិញអគារទាំងខាងក្រៅនិងខាងក្នុងគឺងងឹតឈឹងមើលអ្វីមិនឃើញឡើយជាពិសេសប្រសិនបើមើលចូលទៅក្នុងអគារគឺងងឹតខ្លាំងណាស់ដូចជានៅក្នុងរូងភ្នំធំមួយអញ្ចឹងច្បាប់នៃការងារដែលលោកពូឡូតទទួលបានពីក្រុមហ៊ុនគឺគាត់ត្រូវយាមនៅប៉ុស្តិ៍នេះតាំងពីពេលប្រលប់រហូតដល់ភ្លឺប៉ុន្តែមានលក្ខខណ្ឌសំខាន់មួយគឺរៀងរាល់យប់នៅពេលពាក់កណ្ដាលអាធ្រាត្រលោកពូឡូតត្រូវកាន់ពិលដើរចេញពីប៉ុស្តិ៍យាម
ចូលទៅក្នុងអាគារចាស់ដើម្បីត្រួតពិនិត្យមើលសណ្ដាប់ធ្នាប់នៅគ្រប់ជាន់តាំងពីជាន់ទី1រហូតដល់ជាន់ទី5ដោយសារជណ្ដើរយន្តប្រើមិនកើតលោកពូឡូតត្រូវដើរឡើងជណ្ដើរម្ដងមួយកាំដើម្បីឆែកមើលថាតើមានចោរលួចចូលមកកាត់ខ្សែភ្លើងឬមានជនអនាថាចូលមកស្នាក់នៅខាងក្នុងអាគារដែរឬទេនៅពេលត្រួតពិនិត្យគ្រប់ជាន់ហើយទើបអាចដើរត្រឡប់មកអង្គុយនៅប៉ុស្តិ៍យាមវិញបាននៅថ្ងៃដំបូងដែលលោកពូឡូតមកដល់អាគារនេះក៏មានរៀមច្បងសន្តិសុខម្នាក់មកណែនាំទីកន្លែងឲ្យគាត់ស្គាល់ហើយនៅពេលកំពុងដើរមើលជុំវិញប៉ុស្តិ៍យាមរៀមច្បងម្នាក់នោះក៏បាននិយាយលេងសើចទៅកាន់លោកពូឡូតថាមកធ្វើការនៅអាគារនេះត្រូវប្រយ័ត្នខ្លួនឲ្យល្អព្រោះអាគារចាស់បែបនេះប្រវត្តិវាមិនសូវល្អទេហើយក៏មានរឿងនិទានអំពីខ្មោចលងដែរប្រយ័ត្នជួបខ្មោចលងប៉ុន្តែនៅពេលនោះលោកពូឡូតមិនបានគិតអ្វីច្រើនទេគាត់បានសើចតបទៅវិញហើយប្រាប់រៀមច្បងម្នាក់នោះតាមត្រង់ថាសម្រាប់រូបគាត់មិនខ្លាចរឿងខ្មោចព្រាយបិសាចអ្វីទាំងអស់អ្វីដែលគាត់ខ្លាចជាងខ្មោចគឺពួកចោរឬពួកក្មេងស្ទាវដែលលួចចូលមកក្នុងអាគារច្រើនជាងព្រោះពួកនេះមានរូបរាងពិតប្រាកដហើយប្រសិនបើពួកគេមានអាវុធពួកគេអាចនឹងធ្វើបាបយើងឲ្យរបួសឬស្លាប់បានដែលវាគួរឲ្យខ្លាចជាងរឿងខ្មោចដែលយើងមើលមិនឃើញទៅទៀតនៅពេលរៀមច្បងសន្តិសុខបានឮបែបនេះគាត់ក៏ញញឹមហើយមិនបាននិយាយអ្វីបន្តទៀតឡើយបន្ទាប់មកគាត់ក៏សុំខ្លួនត្រឡប់ទៅវិញដោយទុកឲ្យលោកពូឡូតអង្គុយធ្វើការយាមប៉ុស្តិ៍ម្នាក់ឯងកណ្ដាលភាពស្ងប់ស្ងាត់និងភាពងងឹតនៃអាគារចាស់នេះតាំងពីយប់ដំបូងលោកពូឡូតព្យាយាមចងចាំចំណុចផ្សេងជុំវិញអាគារដើម្បីសុវត្ថិភាពខ្លួនឯងគាត់បានរំលឹកខ្លួនឯងជានិច្ចថាត្រូវប្រយ័ត្នពួកចោរឲ្យមែនទែនដោយគាត់មិនដឹងតតែសោះថាអ្វីដែលគាត់នឹងត្រូវជួបបន្តទៅនេះវាប្រហែលជាមិនមែនជាចោរដោយដែលគាត់គិតនោះទេបន្ទាប់ពីរៀមច្បងត្រឡប់ទៅវិញលោកពូឡូតក៏អង្គុយធ្វើការនៅប៉ុស្តិ៍យាមបន្តទៅទៀតនៅពេលនោះម៉ោងប្រហែលជា8យប់បរិយាកាសជុំវិញអាគារគឺស្ងាត់ខ្លាំងណាស់មានតែសំឡេងឡានដែលបើកកាត់តាមផ្លូវធំឬមកតិចប៉ុណ្ណោះលោកពូឡូតក៏អង្គុយស្ដាប់វិទ្យុតាមទូរស័ព្ទដៃបណ្ដាដើម្បីកុំឲ្យងងុយគេងរហូតដល់ម៉ោងប្រហែលជា9យប់ក្នុងពេលដែលលោកពូឡូតកំពុងសម្លឹងមើលទៅក្រៅកញ្ចក់ប៉ុស្តិ៍ភ្នែករបស់គាត់ក៏ក្រឡេកទៅឃើញស្រមោលរបស់នរណាម្នាក់កំពុងដើរចុះឡើងនៅក្បែរស័ង្កសីខាងមុខអាគារពេលនោះលោកពូឡូតក៏ភ័យតក់ស្លុតក្នុងចិត្តគាត់ក៏គិតដល់ពាក្យប្រមានរឿងចោរភ្លាមគាត់គិតថាយប់ដំបូងក៏មានចោរមកសាក់លបងបាត់ទៅហើយលោកពូឡូតគាត់មិនបង្អង់យូរឡើយគាត់ប្រញាប់លូកដៃទៅចាប់ពិលមកកាន់ក្នុងដៃឆ្វេងចំណែកដៃស្ដាំកាន់ដំបងសន្តិសុខយ៉ាងណែនបន្ទាប់មកគាត់ក៏បើកទ្វារដើរចេញពីប៉ុស្តិ៍យាមសម្ដៅទៅរករបងស័ង្កសីភ្លាមដើម្បីទៅពិនិត្យមើលឲ្យឃើញនឹងភ្នែកថាតើនរណាមកធ្វើអីនៅទីនេះហើយនៅពេលដែលលោកពូឡូតដើរទៅជិតដល់របងស័ង្កសីត្រង់ចំណុចនោះគាត់បើកពិលចាំងទៅរកស្រមោលខ្មៅនោះភ្លាមប្រកាសណាស់ពន្លឺពិលបានចាំងទៅចំរូបរាងបុរសម្នាក់នោះមានអាយុប្រហែលជា20ឆ្នាំជាងរូបរាងស្អាតបាតកាន់សក់ខ្លីរៀបរយស្លៀកសម្លៀកបំពាក់អាវសឺមីដៃវែងខោជើងវែងពណ៌ខ្មៅមើលទៅដូចជាបុគ្គលិកការិយាល័យធម្មតាម្នាក់ប៉ុន្តែអ្វីដែលចម្លែកគឺនៅពេលដែលបុរសម្នាក់នោះត្រូវពន្លឺពិលចាំងចំមុខគាត់មិនមានអាការៈភ័យខ្លាចឬរត់គេចឡើយផ្ទុយទៅវិញគាត់បែរជាឈរស្ងៀមហើយញញឹមយ៉ាងរាក់ទាក់មករកលោកពូឡូតទៅវិញលោកពូឡូតឃើញបែបនេះគាត់នៅតែមិនទុកចិត្តគាត់បានសួរទៅវិញដោយសំឡេងដាច់អហង្ការថាតើមកធ្វើអ្វីនៅទីនេះជាតំបន់ហាមឃាត់បើគ្មានការងារអ្វីទេសូមចេញទៅវិញភ្លាមទៅ
នៅពេលនោះបុរសម្នាក់នោះបានឮលោកពូឡូតសួរដូច្នេះគាត់ក៏លើកដៃឡើងក្រវីទៅមកហាក់ដូចជាប្រាប់ថាឲ្យចិត្តត្រជាក់សិនបងហើយគាត់ក៏បានពន្យល់ប្រាប់លោកពូឡូតដោយសំឡេងសុភាពរាបសារថាសួស្ដីបងខ្ញុំឈ្មោះអាមបន្ទាប់ពីណែនាំខ្លួនហើយអាមក៏បានពន្យល់បន្តថាគាត់មិនមែនមកលួចរបស់របរអ្វីទេប៉ុន្តែកាលពីមុនគាត់ធ្លាប់ធ្វើការនៅក្នុងអគារការិយាល័យនេះកាលពីយូរមកហើយកាលដែលគាត់ធ្វើការនៅទីនេះគាត់ស្និទ្ធស្នាលជាមួយសន្តិសុខម្នាក់ដែលធ្លាប់យាមនៅទីនេះខ្លាំងណាស់ដល់ថ្នាក់ចូលចិត្តមកអង្គុយលេងជជែកគ្នាជាប្រចាំថ្ងៃនេះគាត់ចៃដន្យធ្វើដំណើរឆ្លងកាត់ទីនេះក៏ចង់ចូលមកមើលបន្តិចក្រែងលោបានជួបសន្តិសុខម្នាក់នោះដើម្បីអង្គុយជជែករំលឹកអនុស្សាវរីយ៍ចាស់ៗតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលដើរចូលមកដល់ហើយមើលទៅក្នុងប៉ុស្តិ៍យាមបែរជាមិនឃើញសន្តិសុខម្នាក់នោះគាត់ក៏ដើរចុះឡើងនៅមុខរបងសង្កសីដើម្បីមើលឲ្យច្បាស់តែប៉ុណ្ណោះនៅពេលលោកពូឡូតបានលើការណែនាំខ្លួននិងការពន្យល់បែបនេះគាត់ក៏ចាប់ផ្ដើមបន្ថយការសង្ស័យបន្តិចហើយគាត់ក៏បានប្រាប់ទៅអាមថាសន្តិសុខម្នាក់ដែលលោកនិយាយដល់នោះឥឡូវមិនបានធ្វើការនៅទីនេះទៀតទេគាត់ប្រហែលជាឈប់ឬបដូរទៅកន្លែងផ្សេងបាត់ហើយឥឡូវនេះគឺមានតែលោកពូឡូតម្នាក់ឯងទេដែលទើបតែមកទទួលភារកិច្ចយាមនៅទីនេះជាថ្ងៃដំបូងនៅពេលលោកអាមបានឮថាសន្តិសុខចេះមិននៅទៀតគាត់ក៏ធ្វើទឹកមុខសោកស្ដាយប៉ុន្តែបន្ទាប់មកគាត់ក៏ងាកមកមើលលោកពូឡូតហើយនិយាយបន្តថាក្នុងនាមជាអ្នកធ្លាប់ស្គាល់ទីនេះហើយឥឡូវក៏យប់ជ្រៅគាត់មិនទាន់ចង់បើកឡានត្រឡប់ទៅវិញទេប្រសិនបើលោកពូឡូតមិនប្រកាន់គាត់សូមអនុញ្ញាតចូលទៅអង្គុយលេងជជែកគ្នាជាមិត្តជាមួយលោកពូឡូតនៅក្នុងប៉ុស្តិ៍យាមមួយសន្ទុះបានទេព្រោះគាត់ឃើញថាលោកពូឡូតត្រូវមកអង្គុយយាមនៅអគារចាស់ដ៏ធំម្នាក់ឯងនៅពេលយប់បែបនេះបរិយាកាសជុំវិញមើលទៅស្ងាត់ជ្រងំនិងគួរឲ្យខ្លាចការដែលមានមនុស្សមកអង្គុយជជែកគ្នាជាមួយប្រហែលជាអាចជួយឲ្យលោកពូឡូតបាត់អផ្សុកនិងបាត់ងងុយគេងបានខ្លះដំបូងឡើយលោកពូឡូតមានអារម្មណ៍ថាមិនសូវទុកចិត្តក្នុងចិត្តគាត់នៅតែរារែកថាតើគួរទុកចិត្តបរិសម្នាក់នេះកម្រិតណាព្រោះតាមច្បាប់ក្រុមហ៊ុនសន្តិសុខហាមមិនឲ្យមនុស្សខាងក្រៅចូលមកអង្គុយលេងក្នុងតំបន់ធ្វើការនៅពេលយប់ដាច់ខាតព្រោះវាគ្រោះថ្នាក់ដល់សុវត្ថិភាពប៉ុន្តែម្យ៉ាងទៀតលោកពូឡូតក៏ក្រឡេកមើលជុំវិញអគារដែលងងឹតឈឹងនិងស្ងាត់ជ្រងំខ្យល់យប់បក់មកម្ដងធ្វើឲ្យសង្កសីលាន់ឮគួរឲ្យខ្លាចមែនទែនគាត់ក៏មានអារម្មណ៍ថាការដែលមានមិត្តមកអង្គុយជាមួយក៏ប្រហែលជាល្អដែរហើយបន្ទាប់មកលោកអាមក៏ព្យាយាមនិយាយបញ្ចុះបញ្ចូលឲ្យលោកពូឡូតទុកចិត្តគាត់កាន់តែខ្លាំងដោយគាត់បានរៀបរាប់ពីព័ត៌មានលម្អិតនៃការធ្វើការក្នុងអគារនេះកាលពីមុនប្រាប់ឈ្មោះអ្នកនេះអ្នកនោះដែលធ្លាប់ធ្វើការនៅទីនេះដែលព័ត៌មានទាំងនោះមើលទៅពិតប្រាកដណាស់ចុងក្រោយលោកពូឡូតក៏ចិត្តទន់ហើយយល់ព្រមឲ្យលោកអាមចូលមកអង្គុយលេងជាមួយពួកគាត់ទាំងពីរក៏ចាប់ផ្ដើមជជែកគ្នាពីនេះពីនោះយ៉ាងមានភាពស្និទ្ធស្នាលរហូតដល់ម៉ោងពាក់កណ្ដាលអាធ្រាត្រដែលជាពេលវេលាដែលលោកពូឡូតត្រូវឡើងទៅត្រួតពិនិត្យអគារតាមច្បាប់ក្រុមហ៊ុនលោកពូឡូតក៏បានប្រាប់លោកអាមថាគាត់សុំខ្លួនឡើងទៅដើរមើលសណ្ដាប់ធ្នាប់ក្នុងអគារសិនហើយឲ្យអាមអង្គុយចាំនៅក្បែរប៉ុស្តិ៍យាមនេះចុះលោកអាមក៏យល់ព្រមដោយស្នាមញញឹមបន្ទាប់មកលោកពូឡូតក៏បើកពិលហើយដើរសម្ដៅចូលទៅក្នុងអគារចាស់ភ្លាមការដើរត្រួតពិនិត្យអគារនីមួយលោកពូឡូតត្រូវដើរឡើងជណ្ដើរម្ដងមួយជាន់ដែលត្រូវប្រើពេលយូរគួរសមព្រោះអគារធំខ្លាំងហើយក្នុងពេលដែលកំពុងដើរត្រួតពិនិត្យលោកពូឡូតក៏ប្រើពន្លឺពិលចាំងទៅតាមចំណុចផ្សេងដើម្បីមើលសណ្ដាប់ធ្នាប់
បរិយាកាសខាងក្នុងអាគារនៅពេលពាក់កណ្ដាលអាធ្រាត្រគឺគួរឲ្យខ្លាចខ្លាំងណាស់ពន្លឺពិលចាំងទៅប៉ះតុធ្វើការចាស់ៗដែលខូចខាតនិងត្រូវបានទុកចោលតាមបន្ទប់ធ្វើការផ្សេងៗខ្លះជាបន្ទប់ប្រជុំខ្នាតធំដែលមានកៅអីដួលរណោករណែលមានកំទេចឯកសារចាស់ៗធ្លាក់រាយប៉ាយពេញឥដ្ឋពន្លឺពិលចាំងទៅប៉ះនឹងកំទេចកញ្ចក់បង្អួចដែលបែកខ្ចាយនៅលើឥដ្ឋនៅពេលដើរកាត់តាមចន្លោះបង្អួចដែលបែកខ្យល់បក់មកចូលមកប៉ះនឹងខ្លួនលោកពូឡូតធ្វើឲ្យគាត់ព្រឺសម្បុរខ្លាំងណាស់ភាពស្ងប់ស្ងាត់នៃអាគារនៅពេលនោះគឺស្ងាត់ខ្លាំងណាស់ស្ងាត់រហូតដល់លោកពូឡូតឮសំឡេងដង្ហើមនិងសំឡេងជើងរបស់ខ្លួនឯងដែលដើរលើកំទេចធូលីលាន់ឮយ៉ាងច្បាស់ហើយភាពចម្លែកក៏បានកាត់ឡើងបន្ទាប់ពីលោកពូឡូតដើរត្រួតពិនិត្យអាគាររួចរាល់នៅយប់ដំបូងនោះគឺបន្ទាប់ពីគាត់ដើរឆែកតាំងពីជាន់ទី1ដល់ជាន់ទី5រួចរាល់ហើយគាត់ក៏ដើរចុះជណ្ដើរត្រឡប់មកជាន់ផ្ទាល់ដីវិញប៉ុន្តែនៅពេលដែលជើងរបស់លោកពូឡូតឈានដល់ជាន់ទី1ភ្លាមត្រចៀករបស់គាត់ក៏ឮសំឡេងវត្ថុខ្នាតធំធ្លាក់មកប៉ះនឹងដីយ៉ាងខ្លាំងលាន់ឮសូរដឹបចេញពីបរិវេណខាងក្រោយអាគារឬជំហៀងអាគារវាជាសំឡេងដែលខ្លាំងនិងធ្ងន់ណាស់ដូចជាមានរបស់អ្វីដែលមានទម្ងន់ធ្ងន់ធ្លាក់ពីលើទីខ្ពស់មកប៉ះនឹងដីពេលនោះលោកពូឡូតព្យាយាមគិតក្នុងផ្លូវល្អថាប្រហែលជាបំណែកស៊ីម៉ង់ចាស់ៗដែលជ្រុះធ្លាក់មកតាមធម្មតាតែប៉ុណ្ណោះគាត់ក៏មិនបានដើរទៅមើលនៅខាងក្រោយអាគារទេព្រោះខាងក្រោយអាគាรงងឹតខ្លាំងនិងគួរឲ្យខ្លាចខ្លាំងណាស់គាត់ក៏សម្រេចចិត្តដើរត្រឡប់មកប៉ុស្តិ៍យាមខាងមុខអាគារវិញប៉ុន្តែនៅពេលដែលលោកពូឡូតដើរមកដល់ប៉ុស្តិ៍យាមវិញភ្លាមអ្វីដែលគាត់បានឃើញដំបូងគេគឺលោកអាមដែលធ្លាប់អង្គុយជជែកគ្នាជាមួយគាត់ពីមុនបែរជាបាត់ខ្លួនពីកៅអីបាត់ទៅហើយបាត់ដោយគ្មានបន្សល់ទុកស្លាកស្នាមអ្វីទាំងអស់លោកពូឡូតក៏មានអារម្មណ៍ឆ្ងល់ខ្លាំងគាត់ព្យាយាមក្រឡេកមើលជុំវិញបរិវេណនោះប៉ុន្តែមិនឃើញនរណាម្នាក់ឡើយគាត់ក៏បានត្រឹមតែអង្គុយឆ្ងល់ម្នាក់ឯងថាលោកអាមប្រហែលជាត្រឡប់ទៅវិញហើយប៉ុន្តែត្រឡប់ទៅតាំងពីពេលណាហេតុអ្វីបានមិនប្រាប់គាត់សោះប៉ុន្តែគាត់ក៏គិតថាលោកអាមប្រហែលជាអបសុកក៏ត្រឡប់ទៅផ្ទះមុនទៅក៏មិនបានគិតអ្វីបន្តទៀតហើយក៏ចូលទៅអង្គុយសម្រាកក្នុងប៉ុស្តិ៍យាមវិញប៉ុន្តែបន្ទាប់ពីលោកអាមបាត់ខ្លួនទៅមិនបានយូរប៉ុន្មានលោកពូឡូតអង្គុយសម្រាកមិនដល់10នាទីផងភ្នែករបស់គាត់ក៏ក្រឡេកទៅឃើញបុរសម្នាក់ទៀតកំពុងដើរសម្ដៅមកប៉ុស្តិ៍យាមបុរសម្នាក់នោះដើរមកដោយអាការៈស្លន់ស្លោទឹកមុខមើលទៅតានតឹងខ្លាំងណាស់ចិញ្ចើមជ្រួញចូលគ្នាជានិច្ចដូចជាមនុស្សដែលកំពុងដើរតាមរកអ្វីមួយដោយកំហឹងហើយនៅពេលដែលដើរមកដល់មុខប៉ុស្តិ៍យាមគាត់ក៏ដើរសម្ដៅមករកលោកពូឡូតភ្លាមហើយសួរឡើងដោយសំឡេងខ្លីៗថាបងមានឃើញអាមខ្លះទេអាមមកដើរលេងនៅម្ដុំនេះដែរឬទេលោកពូឡូតក៏ឆ្ងល់គាត់ទើបតែមកធ្វើការយប់ដំបូងក៏មានមនុស្សមកតាមរកគ្នាបាត់ទៅហើយគាត់ក៏ឆ្លើយតបទៅវិញតាមត្រង់ថាអំបញ្ញមិញនេះអាមក៏នៅអង្គុយជជែកជាមួយខ្ញុំនៅទីនេះប៉ុន្តែនៅពេលខ្ញុំឡើងទៅឆែកអាគារចុះមកវិញក៏បាត់គាត់ទៅណាហើយមិនដឹងសាកដើររកមើលម្ដុំផ្សេងទៅនៅក្នុងយប់នោះបុរសម្នាក់នោះក៏បានណែនាំខ្លួនខ្លីៗថាគាត់ឈ្មោះនឿននៅពេលលោកនឿនបានឮចម្លើយពីលោកពូឡូតហើយគាត់ក៏មិនបាននិយាយអ្វីបន្តទៀតឡើយគាត់គ្រាន់តែឈរស្ងៀមសម្លឹងមើលមុខលោកពូឡូតដោយខ្សែភ្នែកចម្លែកមួយសន្ទុះបន្ទាប់មកគាត់ក៏ងាកក្រោយដើរចេញទៅក្នុងភាពងងឹតតាមដងផ្លូវធំហើយក៏បាត់ស្រមោលទៅតែម្ដង
បន្ទាប់ពីយប់ដំបូងបានកន្លងផុតទៅហេតុការណ៍ដែលលោកពូឡូតបានជួបនៅយប់ដំបូងទាំងអស់នោះបែរជាចាប់ផ្ដើមចូលទៅក្នុងវត្តចម្លែកដែលកើតឡើងដដែលវិលចុះវិលឡើងបែបនោះអស់រយៈពេលជិត1ខែពេញគឺរៀងរាល់យប់លោកពូឡូតធ្វើដំណើរមកចូលវេនធ្វើការនៅអគារចាស់នោះនៅពេលម៉ោងប្រហែលជា8យប់ឬ9យប់អីហ្នឹងលោកអាមដដែលនោះនឹងដើរសម្ដៅមករកលោកពូឡូតនៅប៉ុស្តិ៍យាមនេះរៀងរាល់យប់មកដល់គាត់ក៏អង្គុយចុះនៅកៅអីស័ង្កសីដដែលក្បែរប៉ុស្តិ៍យាមហើយក៏ចាប់ផ្ដើមជជែកគ្នាពីនេះពីនោះដូចដើមជជែកពីរឿងអាកាសធាតុខ្លះរឿងជីវិតរបស់រស់នៅខ្លះឬជួនកាលលោកអាមក៏និទានរឿងកំ pl ែងកាលពីគាត់ធ្វើការនៅក្នុងការិយាល័យនេះឲ្យស្ដាប់តែពេញមួយរយៈកាលកន្លងមកនេះលោកពូឡូតក៏ចាប់ផ្ដើមមានភាពស្និទ្ធស្នាលជាមួយនឹងលោកអាមកាន់តែខ្លាំងឡើងរហូតដល់គាត់គិតក្នុងចិត្តថាការមកធ្វើការនៅអគារចាស់មួយនេះគួរឲ្យខ្លាចបែបនេះពិតជាសំណាងមែនដែលមានមិត្តមកអង្គុយជជែកគ្នាឲ្យបាត់អត់សុខនៅពេលយប់ជ្រៅធ្វើឲ្យគាត់ធ្វើការបានដោយមិនមានអារម្មណ៍ថាឯការហូតដល់ពេលវេលានៅក្នុងយប់នីមួយឈានដល់ម៉ោងពាក់កណ្ដាលអាធ្រាត្រលោកពូឡូតក៏នឹងងាកទៅប្រាប់លោកអាមរាល់ដងថាគាត់សុំខ្លួនឡើងទៅដើរមើលសណ្ដាប់ធ្នាប់ក្នុងអគារសិនលោកអាមអង្គុយចាំក្បែរប៉ុស្តិ៍យាមនេះសិនចុះលោកអាមក៏ឆ្លើយតបដោយស្នាមញញឹមបន្ទាប់មកលោកពូឡូតក៏បើកពិលដើរចូលទៅក្នុងអគារដើរឆែករួចចុះមកវិញក៏ឮសំឡេងដូចមុនចេញពីចំហៀងអគារជាប្រចាំដូចរាល់យប់នៅពេលដើរត្រឡប់មកដល់ប៉ុស្តិ៍យាមលោកអាមក៏នឹងបាត់ខ្លួនទៅដោយគ្មានស្លាកស្នាមដោយរាល់ដងហើយបន្ទាប់មកលោកអាមបាត់ខ្លួនទៅមិនដល់10នាទីលោកនឿនក៏នឹងមានអាការៈស្លន់ស្លោដើរមកសួរសំណួរដដែលរាល់យប់ថាបងមានឃើញអាមទេអាមមកដើរលេងនៅម្ដុំនេះដែរឬទេលោកពូឡូតក៏ឆ្លើយដូចដើមដូចរាល់ដងហើយលោកនឿនក៏ងាកក្រោយដើរបាត់ទៅក្នុងភាពងងឹតដូចដើមដូចរាល់យប់តែម្ដងប៉ុន្តែសួរថាហេតុអ្វីបានជាលោកពូឡូតនៅតែទ្រាំធ្វើការបានរហូតដល់1ខែបើទោះជាជួបរឿងចម្លែកបែបនេះក៏ព្រោះតែនៅក្នុងកំឡុងពេលនោះជីវិតផ្ទាល់ខ្លួនរបស់លោកពូឡូតកំពុងតែទៅមុខយ៉ាងល្អខ្លាំងណាស់ព្រោះគាត់កំពុងតែចាប់ផ្ដើមជជែកគ្នានិងសិក្សាមើលចិត្តជាមួយនារីម្នាក់ដែលលោកពូឡូតពេញចិត្តនាងខ្លាំងណាស់ក្នុងមួយថ្ងៃគាត់តែងតែប្រើពេលទំនេរនៅពេលប្រលប់អង្គុយផ្ញើសារជជែកជាមួយនារីម្នាក់នោះជាប្រចាំវាធ្វើឲ្យចិត្តរបស់លោកពូឡូតមិនបានផ្ដោតឬបានប្រុងប្រយ័ត្នចំពោះភាពមិនប្រក្រតីដែលគាត់បានជួបប៉ុន្មានឡើយក្នុងខួរក្បាលរបស់គាត់គឺគិតតែពីរឿងនារីដែលគាត់កំពុងតែជជែកជាមួយតែប៉ុណ្ណោះគាត់គិតថាលោកអាមនិងលោកនឿនប្រហែលជាមនុស្សនៅម្ដុំនោះដែលមានចរិតចម្លែកគាត់ក៏មិនបានចាប់អារម្មណ៍ហើយក៏ធ្វើការបន្តទៅទៀតរហូតដល់ពេលវេលាកន្លងផុតទៅរហូតដល់គ្រប់1ខែក្នុងយប់នោះបរិយាកាសជុំវិញអគារចាស់មើលទៅតានតឹងនិងស្ងាត់ជ្រងំខុសធម្មតាខ្យល់យប់ដែលធ្លាប់បក់ធ្វើឲ្យស័ង្កសីលាន់ឮបែរជាស្ងប់ស្ងាត់ឈឹងគ្មានខ្យល់បក់មកសូម្បីតែបន្តិចគ្រប់យ៉ាងមើលទៅស្ងាត់រហូតដល់គួរឲ្យថប់ដង្ហើមប៉ុន្តែលោកអាមគាត់នៅតែដើរចូលមករកនិងអង្គុយជជែកជាមួយលោកពូឡូតនៅមុខប៉ុស្តិ៍យាមដូចធម្មតារហូតដល់នាឡិកាក្នុងទូរស័ព្ទដៃប្រាប់ម៉ោងពាក់កណ្ដាលអាធ្រាត្រលោកពូឡូតក៏ក្រោកឈរឡើងហើយប្រាប់លោកអាមដូចរាល់យប់ថាគាត់សុំខ្លួនឡើងទៅដើរមើលនៅអគារសិននៅក្នុងយប់នោះលោកពូឡូតមានអារម្មណ៍ថាគាត់ចង់ប្រញាប់ដើរឆែក
អាគីឲ្យរួចរាល់លឿនជាងធម្មតាព្រោះគាត់ចង់ប្រញាប់ចុះមកអង្គុយផ្ញើសារជជែកជាមួយនឹងនារីដែលគាត់កំពុងតែស្រឡាញ់គាត់ក៏បើកពិលហើយប្រញាប់ដើរឡើងអាគារយ៉ាងលឿនលោកពូឡូតចាប់ផ្ដើមដើរត្រួតពិនិត្យយ៉ាងលឿនតាំងពីជាន់ទី1ឡើងទៅជាន់ទី2ជាន់ទី3និងជាន់ទី4គ្រប់យ៉ាងនៅតែស្ងាត់ដូចដើមប៉ុន្តែនៅខណៈដែលលោកពូឡូតកំពុងតែឈានជើងឡើងជណ្ដើរដើម្បីឡើងបន្តទៅជាន់ទី5ដែលជាជាន់ខាងលើបង្អស់ស្រាប់តែពេលនោះត្រចៀករបស់លោកពូឡូតក៏ឮសំឡេងលាន់ចេញពីខាងលើជាន់ទី5វាជាសំឡេងរបស់មនុស្សដែលកំពុងតែឆ្លោះប្រកែកជេរប្រតិចគ្នាខ្លាំងមែនទែនមានសំឡេងបុរស2នាក់កំពុងតែស្រែកដាក់គ្នាឡូឡាមានសំឡេងជើងមនុស្សរត់និងសំឡេងរបស់របរត្រូវបានវាយកំទេចលាន់ឮរំពងពេញភាពរងឹតលោកពូឡូតភ័យតក់ស្លុតខ្លាំងណាស់ព្រោះពេញមួយខែកន្លងមកគាត់ប្រកាសចិត្តថាគ្មានអ្នកណាឡើងមកលើអាគារនេះឡើយគាត់ក៏ប្រញាប់កាន់ដំបងសន្តិសុខក្នុងដៃឲ្យណែនបើកពិលចាំងនាំផ្លូវហើយរត់ឡើងជណ្ដើរទៅជាន់ទី5ភ្លាមដើម្បីទៅចាប់ខ្លួនពួកបង្កចំនួននោះហើយនៅពេលដែលលោកពូឡូតរត់ឡើងដល់បរិវេណជាន់ទី5គាត់ក៏ប្រញាប់ចាំងពិលទៅជុំវិញសាលអាគារភ្លាមប្រកាសណាស់ពន្លឺពិលបានចាំងទៅចំរូបរាងរបស់មនុស្ស2នាក់យ៉ាងច្បាស់ហើយរូបភាពដែលឃើញនៅចំពោះមុខវាធ្វើឲ្យលោកពូឡូតឈរថ្មឹងបើកភ្នែកធំធ្វើអ្វីមិនត្រូវឡើយព្រោះមនុស្ស2នាក់ដែលកំពុងតែប្រតែប្រតប់គ្នាវាតបគ្នាស្ទើរតែស្លាប់នៅចំពោះមុខបន្ទប់នាយកចាស់គឺលោកអាមនិងលោកនឿននឹងឯងលោកពូឡូតភ័យខ្លាំងណាស់ព្រោះកាលពីប្រហែលនាទីមុនលោកអាមនៅអង្គុយជជែកជាមួយគាត់នៅខាងក្រោមនៅឡើយទេហើយហេតុអ្វីបានជាឥឡូវនេះមកនៅជាន់ទី5ហើយកំពុងតែឆ្លោះគ្នាជាមួយលោកនឿនបានលឿនបែបនេះប៉ុន្តែនៅក្នុងគណៈពេលដែលលោកពូឡូតមិនទាន់បានស្រែកហាមឃាត់ហេតុការណ៍ក៏បានបន្តទៅមុខយ៉ាងលឿននិងហិង្សាខ្លាំងពន្លឺពិលរបស់លោកពូឡូតចាប់រូបភាពហេតុការណ៍ទាំងអស់បានយ៉ាងច្បាស់គឺនៅក្នុងចង្វាក់ដែលអ្នកទាំងពីរអ្នកកំពុងតែប្រតែប្រតប់គ្នាលោកនឿនក៏បានដកអាវុធកាំបិតចុងស្រួចចេញពីខាងក្រោយខ្នងរបស់ខ្លួនបន្ទាប់មកលោកនឿនក៏ប្រើកាំបិតនោះចាក់ទៅលើលោកអាមយ៉ាងខ្លាំងជាច្រើនដងជាប់គ្នានៅចំពោះមុខលោកពូឡូតតែម្ដងលោកអាមត្រូវគេធ្វើបាបរហូតដល់ឈាមហូរស្រោចពេញអាវគាត់យកដៃខ្ទប់មុខរបួសនៅត្រង់ពោះដោយភាពឈឺចាប់ហើយក៏ដួលទៅអង្គុយលើឥដ្ឋប៉ុន្តែនៅក្នុងនាទីនោះលោកអាមមិនព្រមឲ្យគេធ្វើបាបតែម្ខាងឡើយគាត់ក៏ខំប្រឹងតស៊ូលើកចុងក្រោយស្ទុះទៅអោបជាប់ហើយដណ្ដើមកាំបិតព្យាយាមធ្វើបាបលោកនឿនត្រឡប់ទៅវិញអ្នកទាំងពីរអ្នកដណ្ដើមកាំបិតគ្នាទៅវិញទៅមករហូតដល់កាំបិតនោះចាក់ចូលទៅក្នុងខ្លួនលោកនឿនយ៉ាងខ្លាំងលោកនឿនត្រូវបានគេធ្វើបាបចំចំណុចសំខាន់រហូតដល់ដួលដេកស្ដោកស្ដឹងនៅលើឥដ្ឋភ្លាមប៉ុន្តែរឿងវាមិនតាន់ចប់ត្រឹមនោះទេព្រោះនៅក្នុងចង្វាក់នេះដែរលោកអាមកំពុងតែដណ្ដើមកាំបិតនិងអោបជាប់ជាមួយលោកនឿនមុនពេលដែលលោកនឿននឹងដួលចុះទៅកម្លាំងរុញច្រានធ្វើឲ្យអ្នកទាំងពីរនាក់ថយក្រោយទៅដល់ចំណុចដែលនៅក្បែរបង្អួចធំនៃអាគារជាន់ទី5នៅពេលដែលរូបរាងរបស់លោកនឿនដួលទៅលើឥដ្ឋកម្លាំងរុញច្រានបូករួមនឹងមុខរបួសដែលត្រូវគេធ្វើបាបពីដំបូងវាធ្វើឲ្យខ្លួនរបស់លោកអាមឈានជើងខុសធ្លាក់ចេញពីចន្លោះបង្អួចហើយរូបរាងរបស់លោកអាមក៏ធ្លាក់ចុះទៅក្រោមពីជាន់ទី5នៃអាគារ
បោកនឹងដីខាងក្រោមភ្លាមនៅចំពោះមុខរបស់លោកពូឡូតតែម្ដងនៅពេលលោកអាមធ្លាក់ចុះទៅហើយលោកពូឡូតភ័យខ្លាំងណាស់គាត់ក៏ប្រញាប់រត់ទៅក្បែរបង្អួចហើយអើតក្បាលចាំងពិលចុះទៅមើលខាងក្រោមប្រកាសណាស់គាត់ឃើញរូបរាងរបស់លោកអាមដេកស្ដោកស្ដឹងនៅលើដីខាងក្រោមពិតមែនបន្ទាប់មកនៅពេលងាកមកមើលក្នុងអាគារក៏ឃើញរូបរាងរបស់លោកនឿនដេកនៅទីនោះគ្រប់យ៉ាងវាកើតឡើងលឿនណាស់និងគួរឲ្យខ្លាចរហូតដល់លោកពូឡូតស្ទើរតែបាត់បង់ស្មារតីនៅទីនោះទៅហើយព្រោះគាត់ទើបតែឃើញមនុស្សស្លាប់នៅនឹងមុខដល់ទៅ2នាក់ក្នុងពេលដំណើរគ្នានាទីនោះលោកពូឡូតភ័យរហូតដល់បាត់បង់ស្មារតីគាត់សម្រេចចិត្តងាកក្រោយហើយខំប្រឹងរត់ចេញពីជាន់ទី5ចុះមកជាន់ក្រោមនៃអគារចាស់ដោយមិនគិតពីជីវិតឡើយគាត់រត់លឿនបំផុតក្នុងជីវិតដែលគាត់អាចធ្វើទៅបាននៅពេលជើងគាត់ប៉ះដល់ដីជាន់ក្រោមគាត់ក៏ប្រញាប់រត់សម្ដៅទៅប៉ុស្តិ៍យាមខាងមុខអគារភ្លាមហើយគាត់ក៏ប្រញាប់លូកដៃទៅចាប់ទូរស័ព្ទដៃរបស់ខ្លួនឡើងមកដើម្បីប្រញាប់ចុចលេខទូរស័ព្ទអាសន្នប្តឹងសមត្ថកិច្ចនគរបាលឲ្យប្រញាប់មកត្រួតពិនិត្យកន្លែងកើតហេតុភ្លាមប៉ុន្តែនៅក្នុងខណៈដែលលោកពូឡូតកំពុងតែចុចលេខទូរស័ព្ទភ្នែករបស់គាត់ក៏ក្រឡេកទៅឃើញស្រមោលរបស់នរណាម្នាក់កំពុងតែដើរចេញពីបរិវេណជ្រុងងឹតចំហៀងអគារដែលវាជាចំណុចតែមួយដែលរូបរាងរបស់លោកអាមទើបតែធ្លាក់ចុះមកពីជាន់ទី5អំបញ្ញមិញនេះដោយសភាវគតិរបស់លោកពូឡូតក៏បើកពិលហើយចាំងពន្លឺពិលសំដៅទៅរកអ្នកដែលកំពុងដើរចេញមកហើយរូបភាពដែលពន្លឺពិលចាំងទៅប៉ះវាជារូបភាពដ៏រន្ធត់ដែលធ្វើឲ្យលោកពូឡូតស្ទើរតែឈប់ដកដង្ហើមនិងបេះដូងស្ទើរតែឈប់ដើរនៅទីនោះតែម្ដងព្រោះរូបរាងដែលកំពុងដើរចេញមកពីភាពងងឹតនោះគឺជាលោកអាមនឹងឯងប៉ុន្តែលោកអាមនៅពេលនេះសភាពរាងកាយមិនមែនជាមនុស្សធម្មតាទៀតឡើយសភាពរបស់គាត់គឺដូចជាមនុស្សដែលទើបតែធ្លាក់ពីលើអគារខ្ពស់ជាន់ទី5បោកនឹងដីយ៉ាងខ្លាំងរាងកាយនិងឆ្អឹងតាមសន្លាក់ផ្សេងបានបែកខុសទ្រង់ទ្រាយអស់ទៅហើយដៃជើងបាក់បត់ទៅម្នាក់ម្ខាងផ្ទៃមុខម្ខាងវាខូចទ្រង់ទ្រាយកបាក់បត់ផ្អៀងចុះមកស្ទើរតែជាប់នឹងស្មាប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតគឺរាងកាយដែលបាក់បែកបែបនេះបែរជានៅតែអាចកម្រើកនិងព្យាយាមដើរអូសរាងកាយដែលខ្ទេចខ្ទីនោះសំដៅមករកលោកពូឡូតនៅប៉ុស្តិ៍យាមយឺតលោកពូឡូតឃើញបែបនោះគាត់ក៏ភ័យរហូតដល់ជើងញ័រទៅត្រឹកឈានជើងស្ទើរតែមិនរួចឡើយក្នុងខួរក្បាលគាត់ថាត្រូវតែរត់ចេញពីទីនេះឲ្យបានគាត់ក៏ព្យាយាមងាកក្រោយដើម្បីរត់គេចទៅតាមទ្វារស័ង្កសីធំខាងមុខអគារប៉ុន្តែប្រកាសណាស់នៅពេលគាត់ងាកក្រោយគាត់ក៏ត្រូវភ្ញាក់ផ្អើលរហូតដល់មុខស្លេកស្លាំងម្ដងទៀតព្រោះនៅត្រង់បរិវេណមុខទ្វារស័ង្កសីនោះមានរូបរាងបុរសម្នាក់ទៀតឈរស្ងៀមស្ទាក់ផ្លូវរត់របស់គាត់ទុកមុនបាត់ទៅហើយដែលរូបរាងរបស់បុរសម្នាក់នោះគឺលោកនឿននឹងឯងសភាពរបស់លោកនឿននៅពេលនោះគឺអាវសមីជោកជាប់ទៅដោយឈាមពណ៌ខ្មៅមានរបួសខ្នាតធំនៅចំកណ្ដាលទ្រូងផ្ទៃមុខរបស់គាត់មើលទៅស្លេកស្លាំងគ្មានឈាមឈរស្ងៀមមិនកម្រើកហើយប្រើកែវភ្នែកដែលស្ងួតហួតហែងសម្លឹងត្រង់មករកលោកពូឡូតយ៉ាងគួរឲ្យរន្ធត់ខ្លាំងណាស់ពេលនោះសរុបថាលោកពូឡូតត្រូវវិញ្ញាណទាំងពីរឈរឡោមព័ទ្ធទាំងមុខនិងទាំងក្រោយបាត់ទៅហើយនឹងរត់ទៅខាងណាក៏មិនរួចឡើយហើយពេលនោះរូបរាងរបស់លោកអាមដែលឆ្អឹងបាក់ខ្ទេចខ្ទីពេញខ្លួនក៏សន្សំដើរអស់
ជើងចូលមកក្បែរខ្លួនលោកពូឡូតក្នុងចម្ងាយយ៉ាងជិតរហូតដល់លោកពូឡូតធំក្លិនឈាមភាយមកប៉ះនឹងច្រមុះផ្ទៃមុខដែលវាចខូចទ្រង់ទ្រាយមកខាងនោះរបស់លោកអាមសម្លឹងមើលជ្រៅចូលទៅក្នុងកែវភ្នែករបស់លោកពូឡូតដែលកំពុងឈរញ័រទៅត្រើកដោយភាពភ័យខ្លាចហើយលោកអាមក៏ហើបមាត់សួរលោកពូឡូតចេញមកដោយសំឡេងស្អកស្អកញ័រនិងត្រជាក់ថាអំបញ្ញមិញនេះបងឃើញមែនទេបងឃើញគ្រប់យ៉ាងអស់ហើយមែនទេបន្ទាប់ពីចប់ប្រយោគសំណួរនោះបូករួមនឹងរូបភាពរន្ធត់នៅចំពោះមុខដែលត្រូវខ្មោច2នាក់ឈរឡោមព័ទ្ធមុខក្រោយភាពភ័យខ្លាចនិងភាពតក់ស្លុតក៏បានបោកបក់ចូលមកក្នុងចិត្តរបស់លោកពូឡូតរហូតដល់លើសពីអ្វីដែលខួរក្បាលមនុស្សធម្មតានឹងទទួលយកបានស្មារតីរបស់លោកពូឡូតក៏បាត់បង់ភ្លាមហើយគាត់ក៏ដួលសន្លប់ស្ដុកស្ដឹងនៅលើដីក្បែរប៉ុស្តិ៍យាមត្រង់នោះតែម្ដងក្រោយមកបន្ទាប់ពីនោះលោកពូឡូតក៏ដឹងខ្លួនភ្ញាក់ឡើងវិញនៅពេលព្រឹកនៃថ្ងៃបន្ទាប់គាត់ភ្ញាក់ឡើងដោយសារមានកម្លាំងរបស់នរណាម្នាក់កំពុងតែមកអង្រួនខ្លួនដាស់គាត់យ៉ាងខ្លាំងនៅពេលលោកពូឡូតបើកភ្នែកសន្សឹមឡើងហើយងាកមើលជុំវិញខ្លួនប្រកាសណាស់រូបភាពដែលងងឹតនិងខ្មោចរន្ធត់កាលពីយប់មិញវាបានបាត់អស់ទៅហើយពេលនោះសភាពអាកាសធាតុជុំវិញខ្លួនគឺភ្លឺច្បាស់ដោយពន្លឺថ្ងៃនាពេលព្រឹកហើយអ្នកដែលកំពុងតែអោនមុខអង្រួនខ្លួនដាស់គាត់គឺមន្ត្រីនគរបាលឯកសណ្ឋាន2នាក់ដែលឈរនៅក្បែរគាត់នឹងឯងលោកពូឡូតដេកនៅលើដីវាលក្បែរប៉ុស្តិ៍យាមសភាពខ្លួនប្រានប្រឡាក់ទៅដោយធូលីដីនៅពេលគាត់តាំងស្មារតីនិងចាំរឿងរ៉ាវកាលពីយប់មិញបានគាត់ក៏ប្រញាប់ក្រោកអង្គុយឡើងដោយអាការៈស្លន់ស្លោទឹកមុតភ័យតក់ស្លុតហើយគាត់ក៏ប្រញាប់និយាយរដាក់រដប់និងត្រដិតរៀបរាប់រឿងរ៉ាវរបស់គាត់ដែលជួបពីយប់មិញឲ្យមន្ត្រីនគរបាលទាំង2នាក់ស្ដាប់ភ្លាមគាត់រៀបរាប់រឿងដែលលោកអាមធ្លាក់ពីលើអាគាររឿងដែលលោកនឿនត្រូវគេធ្វើបាបរហូតដល់ស្លាប់នៅជាន់ទី5និងរឿងដែលត្រូវខ្មោចលងឈរឡោមព័ទ្ធមុខក្រោយរៀបរាប់រាល់ព័ត៌មានលម្អិតគ្រប់ចំណុចដោយមិនលាក់បាំងឡើយនៅពេលមន្ត្រីទាំង2នាក់បានអង្គុយស្ដាប់លោកពូឡូតរៀបរាប់ហេតុការណ៍ទាំងអស់ចប់ជំនួសឲ្យនគរបាលនឹងភ័យតក់ស្លុតឬនាំលោកពូឡូតឡើងទៅត្រួតពិនិត្យនៅជាន់ទី5បែរជានគរបាលទាំង2នាក់ងាកមកមើលមុខគ្នាហើយដកដង្ហើមធំយ៉ាងខ្លាំងដោយទឹកមុខដែលធុញទ្រាន់មុននឹងនគរបាលម្នាក់និយាយចេញមកដោយសំឡេងធុញទ្រាន់ថាទៀតហើយមែនទេជួបបែបនេះទៀតហើយមែនទេបន្ទាប់មកមន្ត្រីនគរបាលក៏ព្រមរៀបរាប់ការពិតនិងរៀបរាប់ប្រវត្តិទាំងអស់នៃអគារចាស់មួយនេះឲ្យលោកពូឡូតស្ដាប់យ៉ាងលម្អិតមន្ត្រីនគរបាលប្រាប់ថាកាលពីប្រហែលជាច្រើនឆ្នាំមុនអគារការិយាល័យមួយនេះធ្លាប់បើកដំណើរការធម្មតាហើយធ្លាប់មានហេតុការណ៍រឿងក្តីឃាតកម្មនិងការធ្វើអត្តឃាតដ៏រន្ធត់កើតឡើងពិតមែនដោយរូបរាងរបស់លោកអាមនិងលោកនឿននោះកាលពីមុនពួកគេធ្លាប់ជាមិត្តស្និទ្ធស្នាលនឹងគ្នាហើយបានធ្វើការរួមគ្នានៅក្នុងអគារការិយាល័យនេះប៉ុន្តែក្រោយមកប្រកាសណាស់ថាអ្នកទាំងពីរកើតមានបញ្ហាចំនួននឹងគ្នាយ៉ាងខ្លាំងក្នុងរឿងផលប្រយោជន៍ឬរឿងផ្ទាល់ខ្លួននេះឯងប៉ុន្តែអ្វីដែលប្រកាសគឺនៅក្នុងយប់កើតហេតុកាលពីច្រើនឆ្នាំមុនអ្នកទាំងពីរបានណាត់គ្នាថាមកដោះស្រាយបញ្ហាទាំងអស់គ្នានៅការិយាល័យនេះក្នុងពេលយប់ជ្រៅម៉ោងប្រហែលជាពាក់កណ្ដាលត្រៀតប៉ុន្តែដោះស្រាយគ្នាមិនត្រូវរហូតដល់កើតការវាយប្រតប់គ្នាឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងឡើងទៅដល់បន្ទប់
ធ្វើការនៅជាន់ទី5នៃអគារហើយហេតុការណ៍ក៏រីកធំឡើងត្រង់ដែលលោកនឿនខឹងខ្លាំងពេកក៏ដកកាំបិតចេញមកធ្វើបាបលោកអាមមុនប៉ុន្តែលោកអាមខំប្រឹងតស៊ូរហូតដល់កាំបិតនោះចាក់ចំទ្រូងលោកនឿនស្លាប់នៅនឹងកន្លែងនៅជាន់ទី5ចំណែកខ្លួនលោកអាមផ្ទាល់ក៏ឈានជើងខុសធ្លាក់ខ្លួនឯងចុះមកពីយ៉បង្អួចជាន់ទី5បោកនឹងដីស្លាប់នៅចំហៀងអគារនឹងឯងបន្ទាប់ពីហេតុការណ៍រឿងក្តីបានបញ្ចប់ទៅមនុស្សនៅក្នុងអគារនិងបុគ្គលិកការិយាល័យដែលចូលមកធ្វើការក្នុងកំឡុងពេលក្រោយពីនោះក៏សុទ្ធតែជួបហេតុការណ៍ចម្លែកជួបវិញ្ញាណរបស់អ្នកទាំងពីរបង្ហាញខ្លួនបង្ហាញរូបហេតុក្នុងយប់នោះឲ្យឃើញញឹកញាប់ខ្លាំងណាស់រហូតដល់បុគ្គលិកនិងក្រុមហ៊ុនផ្សេងទ្រាំនឹងភាពសាហាវនិងភាពគួរឲ្យខ្លាចមិនបានក៏នាំគ្នាផ្លាស់ប្ដូរក្រុមហ៊ុនចេញទៅអស់រហូតដល់ចុងក្រោយអគារទាំងមូលក៏ក្លាយជាអគារចាស់ដែលគ្មានអ្នកណាហ៊ានចូលមកប្រើប្រាស់ទៀតឡើយហើយអ្វីដែលសំខាន់បំផុតនគរបាលនៅបានបង្ហើបព័ត៌មានឲ្យស្ដាប់ទៀតថាសន្តិសុខកាលពីមុនដែលក្រុមហ៊ុនធ្លាប់បញ្ជូនឲ្យមកយាមនៅអគារនេះសុទ្ធតែជួបហេតុការណ៍ចម្លែកដូចគ្នាបេះបិទនឹងអ្វីដែលលោកពូឡូតជួបនៅយប់ដំបូងតែម្ដងគឺជួបលោកអាមមកអង្គុយជជែកលុះដល់ពាក់កណ្ដាលអាត្រៀតឡើងទៅឆែកអគារក៏ឮសំឡេងចម្លែកហើយចុះមកជួបខ្មោចឡោមព័ទ្ធមុខក្រោយដែលសន្តិសុខម្នាក់កាលពីមុនពេលជួបហេតុការណ៍នេះហើយពួកគេធ្វើការបានមិនដល់1ថ្ងៃឬ2ថ្ងៃក៏នាំគ្នាដាក់ពាក្យសុំឈប់អស់ទៅរត់គេចខ្លួនបាត់អស់គ្មានអ្នកណាហ៊ាននៅធ្វើការបន្តសំបីតែមួយយប់ឡើយដែលលោកពូឡូតគឺជាអ្នកដែលទ្រាំបានយូរបំផុតគឺជិត1ខែព្រោះតែរវល់តែផ្ញើសារជជែកជាមួយនារីដែលមិនបានចាប់អារម្មណ៍រឿងជុំវិញខ្លួនឡើយនៅពេលលោកពូឡូតបានស្ដាប់ប្រវត្តិនិងចម្លើយរឿងរ៉ាវទាំងអស់ពីមាត់របស់មន្ត្រីនគរបាលហើយគាត់ក៏មិនបង្អង់យូរឡើយហើយក៏មិនគិតថានឹងនៅសាកល្បងអ្វីបន្តទៀតដែរគាត់ប្រញាប់ដើរទៅប្រមូលអីវ៉ាន់និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនចេញពីប៉ុស្តិ៍យាមនោះភ្លាមនៅក្នុងព្រឹកថ្ងៃនោះតែម្ដងបន្ទាប់មកគាត់ក៏ប្រញាប់លើកទូរស័ព្ទដៃឡើងមកទូរស័ព្ទទៅរកប្រធានការងារនៅក្នុងក្រុមហ៊ុនសន្តិសុខភ្លាមលោកពូឡូតប្រើភាសានិយាយបែបពិតប្រាកដនិងដាច់អហង្ការដាក់លក្ខខណ្ឌជាមួយប្រធានការងារទៅថាគាត់សូមផ្លាស់ប្ដូរចេញពីចំណុចយាមអគារចាស់នេះជាបន្ទាន់បំផុតនៅក្នុងថ្ងៃនេះតែម្ដងបដូរគាត់ទៅយាមនៅទីតាំងណាក៏បានមិនថាជារោងចក្រចាស់បរិយឬឃ្លាំងទំនិញចាស់គាត់ព្រមទៅទាំងអស់គ្រប់កន្លែងប៉ុន្តែមានលក្ខខណ្ឌថាប្រសិនបើក្រុមហ៊ុនមិនអនុម័តពាក្យសុំបដូរកន្លែងធ្វើការឲ្យគាត់ក្នុងថ្ងៃនេះទេគាត់ក៏នឹងសុំលាឈប់ពីការងារសន្តិសុខរបស់ក្រុមហ៊ុនទៅភ្លាមមិនសុំធ្វើការនៅទីនេះបន្តទៀតឡើយព្រោះគាត់ប្រាប់តាមត្រង់ថាគាត់មិនអាចធ្វើចិត្តទូលាយយកនឹងត្រឡប់ទៅអង្គុយនៅក្នុងប៉ុស្តិ៍យាមតូចចង្អៀតមួយនេះបានទៀតឡើយហើយគាត់ក៏មិនអាចដើរកាន់ពើឈានជើងចូលទៅក្នុងអគារចាស់នោះដើម្បីដើរឡើងទៅជាន់ទី5បានទៀតឡើយក្នុងជីវិតនេះរូបភាពហេតុការណ៍រន្ធត់នៅពេលដែលវិញ្ញាណរបស់លោកអាមក្នុងសភាពដែលឆ្អឹងបាក់ខ្ទេចខ្ទីពេញខ្លួនកាលពីការធ្លាក់ពីលើអគារដើរវាខ្លួនចូលមកឈរនៅជិតមុខគាត់ហើយបញ្ចេញសំឡេងស្អកសួរគាត់ដោយសំណួរថាបងឃើញមែនទេវាជារូបភាពដែលដកជាប់នៅក្នុងភ្នែកនិងតាមលងបន្លាចនៅក្នុងខួរក្បាលរបស់លោកពូឡូតជានិច្ចរាល់ពេលដែលគាត់បិទភ្នែកគាត់ក៏នឹកឃើញរូបភាពសាកសពរបស់អ្នកទាំងពីរនោះអណ្ដែតឡើងមកជានិច្ចអារម្មណ៍ភ័យខ្លាចនិងការធ្លាក់ទឹកចិត្តវាគ្របដណ្ដប់លើចិត្តរបស់គាត់រហូតដល់លើសពីអ្វីដែលមនុស្សធម្មតាម្នាក់នឹងទ្រាំបានពិតមែនគាត់សុខចិត្តអត់ការងារធ្វើសុខចិត្តគ្មានប្រាក់ខែ
ប្រសើរជាងត្រូវត្រឡប់មកប្រឈមមុខជាមួយវិញ្ញាណលងនៅអគារចាស់នេះតែម្ដងសរុបមកគាត់ក៏ទទួលបានការអនុម័តបដូរកន្លែងហើយគាត់ក៏បដិញ្ញាចិត្តជាមួយខ្លួនឯងថានឹងមិនឈានជើងចូលមកក្បែរអគារចាស់នេះទៀតឡើយពេញមួយជីវិតហើយនេះក៏ជារឿងរ៉ាវទាំងអស់នៃសាច់រឿងតាមពិតទៅប្រសិនបើជារូបខ្ញុំក៏សុំបដូរកន្លែងដោយលពូឡូដែរព្រោះគ្រាន់តែត្រូវដើរចូលទៅឆែកអគារបែបនោះម្នាក់ឯងរាល់យប់ក៏មិនងាយស្រួលដែររឹតតែមកជួបហេតុការណ៍បែបនេះទៀតខ្ញុំគិតថាខ្ញុំប្រហែលជាទៅមិនរួចពិតមែនចុះប្រសិនបើជាអ្នកទាំងអស់គ្នាវិញប្រសិនបើជួបហេតុការណ៍ដូចគ្នាតើអ្នកទាំងអស់គ្នានឹងនៅបន្តឬនឹងសុំបដូរកន្លែងដោយលពូឡូតដែរជួយ comment ប្រាប់ខ្ញុំម្នាក់មួយផងប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តរឿងគួរឲ្យរន្ធត់បែបនេះខ្ញុំសូមរំខានអ្នកទាំងអស់គ្នាជួយចុច like subscribe និង comment ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការធ្វើវីដេអូរបស់ខ្ញុំបន្តទៀតហើយជាចុងក្រោយក៏សូមអរគុណក៏សូមជម្រាបលាជួបគ្នានៅរាត្រីបន្ទាប់